លោកប្រធានលោកយើងរកឃើញលោកប្រធានតូចហើយលោកប្រធានគេលោកមែនទេកុំឆ្ងល់អីគាត់ជាលោកប្រធានប្រកាសហើយមើលទៅដោយលោកប្រធានកាយពីនៅតូចខ្លាំងណាស់អញ្ចឹងនាងពិតជាមានកូនទី2នៅពេលនោះឯងដឹងថាជានរណាទេហើយឯងក៏មករកយើងឯងពិតជាកូនប្រុសរបស់លីឆានយុនមែនទេកុំតន់មកចិត្តខ្ញុំអីតាមជីវប្រវត្តិខ្ញុំជាកូនប្រុសរបស់លោកតែការពិតលោកមិនប្រកាសជាឪពុករបស់ខ្ញុំទេបងប្រុសក្មួយប្រុសកំពុងតែជេរដែលមកយឺតហើយនេះក្មួយប្រុសច្បងមិនអីទេឲ្យក្មួយនឹងធ្វើតាមចិត្តក្មួយណាមកជាមួយពូមកនេះជាផ្ទះរបស់ខ្ញុំមិនទៅណានោះទេសូមចេញទៅហើយកុំមកទៀតអីសោះណាអេឈប់តើលោកចង់យ៉ាងម៉េចចង់មកខំចិត្តខ្ញុំមែនទេបាទដូច្នេះមែនលោកយកបានត្រឹមតែខ្លួនខ្ញុំទេយកចិត្តខ្ញុំមិនបានឡើយសូមឲ្យតែកំហឹងគេក៏ដូចជាលបងដែរអាចប្រាប់បានទេតើប៉ាអាចយកឈ្នះកូនយ៉ាងម៉េចត្រូវតែយកឈ្នះចិត្តម្ដាយខ្ញុំជាមុនសិនតែកុំខាតពេលអីអ្នកម៉ែខ្ញុំមិនងាយលោកស្នេហ៍ជាមួយលោកទេមិនប្រកាសទេមើលចុះលោកប៉ាសង្ហាបណ្ណាដែរស្រីតែតែចូលចិត្តអ្នកម៉ែនិយាយថាបើមនុស្សងាយទុកចិត្តគ្នាពេកជ្រូកអាចឡើងដើមឈើបានហើយបរិះកាន់តែសង្ខាគឺមិនគួរឲ្យទុកចិត្តការសង្ខេបរបស់អ្នកម៉ែក្មួយគឺចំចំណុចមែនហើយពិតជាអស្ចារ្យណាស់ណាកូនឆ្លាតណាស់ប៉ាជឿថាកូនដឹងថាប៉ាជានរណាបើកូនមកកាន់គ្រួសារលោកជាមួយនឹងប៉ាសន្យាថាជីវិតកូននៅល្អប្រសើរជាងនេះអ្វីដែលកូនចង់បានគឺត្រូវតែបានខ្ញុំដឹងថាលោកមានអ្វីគ្រប់យ៉ាងតែអ្នកម៉ែខ្ញុំមានតែខ្ញុំទេបើខ្ញុំចាញ់ទៅអ្នកម៉ែច្បាស់ជាឯកាហើយវាយឺតពេលហើយលោកគួរតែទៅខ្ញុំត្រូវធ្វើម្ហូបពេលល្ងាចសម្រាប់អ្នកម៉ែខ្ញុំហេបងប្រុសក្មេងនេះរឹងរូសខ្លាំងណាស់មើលទៅពួកយើងត្រូវតែតាមស្ត្រីនោះជំនួសហើយកុំព្យាយាមប្រើអត្តសញ្ញាណលោកប្រធានដើម្បីបំបែកខ្ញុំជាមួយអ្នកម៉ែខ្ញុំអីបើលោកហ៊ានធ្វើបែបនោះខ្ញុំនឹងស្អប់លោកអស់មួយជីវិតហើយយកសម្រាប់ចាញ់តែឲ្យខ្ញុំផងអរគុណណែហើយក្មួយនេះពិតជាឆ្លាតដល់ហើយបងប្រុសមានវិធីដែលបងត្រូវរៀបការជាមួយនឹងស្ត្រីនោះទេណាយល់ដែរទេបងប្រុសខ្ញុំនឹងមិនរៀបការជាមួយស្រីនោះទេខ្ញុំអរឱកាសនាងហើយនឹងមិនព្រមតែនាងមិនចង់ដឹងពីបរិះដែល29យប់ជាមួយនាងទេតើមានតំណែងតំណងអ្វីទៅនាងមិនយល់ទេវាគ្រាន់តែជាប្រតិបត្តិការរបស់ពួកយើងទេខ្ញុំព្រមមានកូនជាមួយលោកហើយលោកអាចឲ្យលុយខ្ញុំមកបងប្រុសពួកយើងធ្វើយ៉ាងម៉េចទៅយើងមិនអាចបង្ខំគេទេលៀនជាមួយនៅក្នុងរឿងនោះមិនមិនបង្ខំនាងទេយើងត្រូវការប្រាលុយនាងចេញមនុស្សស្រីមើលបំណងមានកូនដើម្បីលុយនាងក៏លក់កូនដើម្បីលុយដែរ